រាជរដ្ឋាភិបាលចេញអនុក្រឹត្យនារីកការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង 93,000 ហិកតា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយកាលពីថ្ងៃទី 26 ខែឧសភា ឆ្នាំ 2026 ស្ដីពីការនារីកអនុក្រឹត្យលេខ 245 អ ន ក្រ ប ក ដែលធ្លាប់កំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីសរុបជាង 93,000 ហិកតា នៅទូទាំងប្រទេសគណៈសហគមន៍មូលដ្ឋានមួយចំនួនបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅគណៈមន្ត្រីបរិស្ថានអះអាងថាការអភិរក្សធនធានធម្មជាតិនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយោងតាមអនុក្រឹត្យដែលទទួលបានដោយសារព័ត៌មានបៃតងប៉ុស្តិ៍ដែលចុះហត្ថលេខាដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដោយអនុក្រឹត្យថ្មីលេខ 106 អ ន ក្រ ប ក បានសម្រេចនារីកអនុក្រឹត្យលេខ 245 អ ន ក្រ ប ក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022 ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុក្រឹត្យលេខ 245 ឧទ្យា ន ក្រ ប ក កាលពីឆ្នាំ 2022 ត្រូវបានចេញក្នុងគោលបំណងកំណត់តំបន់សហគមន៍នៅក្នុងតំបន់ការពារធម្មជាតិដើម្បីពង្រឹងការគ្រប់គ្រងការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារនិងថែរក្សាធនធានធម្មជាតិក្រោមអនុក្រឹត្យនោះតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីសរុបជាង 93,000 ហិកតាត្រូវបានកំណត់ឡើងដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងអាចស្នើសុំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់បានតាមនីតិវិធីនិងលក្ខខណ្ឌដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញការពង្រឹងការគ្រប់គ្រងការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពខណៈការចូលរួមរបស់សហគមន៍មូលដ្ឋានត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការការពារនិងថែរក្សាតំបន់ការពារធម្មជាតិឲ្យមានប្រសិទ្ធភាពការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិមិនត្រឹមតែផ្ដោតលើការអភិរក្សជីវៈចម្រុះព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់អាទិភាពដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិផងដែរតាមរយៈការគ្រប់គ្រងប្រកបដោយតុល្យភាពរាជរដ្ឋាភិបាលមានគោលបំណងធានាទាំងការអភិរក្សធនធានធម្មជាតិនិងការប្រើប្រាស់ធនធានទាំងនោះឲ្យបានសមស្របសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមរបស់ប្រជាពលរដ្ឋគោលនយោបាយកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការផ្ដល់សន្តិសុខដីធ្លីជូនប្រជាពលរដ្ឋកាត់បន្ថយវិវាទដីធ្លីនិងពង្រឹងទំនុកចិត្តរវាងរដ្ឋនិងសហគមន៍លើសពីនេះវាក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមកាន់តែសកម្មក្នុងការការពារអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិដោយចាត់ទុកថាធនធានទាំងនោះជាមូលដ្ឋានគ្រឹះសម្រាប់ជីវភាពរស់នៅរបស់ពួកគេទោះជាយ៉ាងណាតាមរយៈអនុក្រឹត្យថ្មីនេះរាជរដ្ឋាភិបាលបានសម្រេចនារីកអនុក្រឹត្យលេខ 245 អ ន ក្រ ប ក ទាំងស្រុងដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សហគមន៍មូលដ្ឋានអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធនានាជុំវិញបញ្ហានេះលោកហៃណៃប្រជាពលរដ្ឋរស់នៅជុំវិញសហគមន៍តំបន់ការពារព្រៃព្រះរកាស្ថិតក្នុងស្រុកឆែបខេត្តព្រះវិហារបានថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ថាការរៀបចំយន្តការថ្មីសម្រាប់គ្រប់គ្រងផ្ទៃដីជាង 93,000 ហិកតាអាចរួមចំណែកពង្រឹងការអភិរក្សបរិស្ថាននិងធនធានធម្មជាតិព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនាពេលអនាគតលោកបានបញ្ជាក់ថាព្រៃឈើនិងធនធានធម្មជាតិគឺជាមូលដ្ឋានសំខាន់សម្រាប់រក្សាតុល្យភាពបរិស្ថានប្រភពទឹកនិងជីវៈចម្រុះដែលជាធនធានរួមសម្រាប់មនុស្សជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយប៉ុន្តែលោកក៏បានស្នើឲ្យរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធពិចារណាឲ្យបានហ្មត់ចត់ចំពោះផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើដីធ្លីនិងធនធានធម្មជាតិសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតលោកហៃណៃបានលើកឡើងថាប្រជាពលរដ្ឋជាច្រើននៅជុំវិញតំបន់ព្រៃព្រះរកានិងតំបន់ការពារធម្មជាតិផ្សេងៗតែងតែពឹងផ្អែកលើការធ្វើស្រែចម្ការការដាំដុះដំណាំនិងការអាស្រ័យផលពីដីធ្លីដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូច្នេះរាល់ការកែសម្រួលគោលនយោបាយពាក់ព័ន្ធនឹងដីធ្លីនិងតំបន់ការពារធម្មជាតិគួរតែធានាឲ្យមានតុល្យភាពរវាងការអភិរក្សបរិស្ថាននិងការធានាសន្តិសុខជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានលោកក៏បានសម្ដែងការព្រួយបារម្ភថាប្រសិនបើមិនមានយន្តការច្បាស់លាស់សម្រាប់គាំទ្រប្រជាពលរដ្ឋទេការរឹតបន្តឹងការប្រើប្រាស់ដីធ្លីនៅក្នុងជុំវិញតំបន់សហគមន៍អាចប៉ះពាល់ដល់ប្រាក់ចំណូលនិងជីវភាពរស់នៅរបស់គ្រួសារកសិករជាច្រើនដែលពឹងផ្អែកលើការធ្វើកសិកម្មនិងការអាស្រ័យផលពីធនធានធម្មជាតិជាប្រចាំ
ចំណែកលោកមឿនសុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ថាមន្ទីរបរិស្ថានខេត្តព្រះវិហារបាននឹងកំពុងអនុវត្តការងារស្របតាមយន្តការច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដានទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏ដូចជាការទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់លោកបានបញ្ជាក់ថាក្រៅពីវិធានការអនុវត្តច្បាប់មន្ទីរបរិស្ថានក៏បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូជាតិនិងអន្តរជាតិដើម្បីជំរុញការផ្លាស់ប្ដូរពីការពឹងផ្អែកលើការកាប់បំផ្លាញព្រៃឈើសម្រាប់ផលប្រយោជន៍រយៈពេលខ្លីទៅជាការទទួលបានអត្ថប្រយោជន៍រយៈពេលវែងពីការអភិរក្សធនធានធម្មជាតិវិញលោកមឿនសុភេទបានលើកឡើងថាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈគម្រោងអភិរក្សព្រៃឈើនិងការលក់ឥណទានកាបូន Carbon Credits នៅលើទីផ្សារអន្តរជាតិកំពុងក្លាយជាយន្តការសំខាន់មួយក្នុងការបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានព្រមទាំងរួមចំណែករក្សាប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះនិងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលោកបានបន្ថែមថាមន្ទីរបរិស្ថានខេត្តព្រះវិហារនៅតែបន្តបើកចំហនិងសហការជាមួយប្រជាពលរដ្ឋសហគមន៍មូលដ្ឋានអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធគ្រប់ពេលវេលាក្នុងការអភិរក្សការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីធានាថាតំបន់ការពារធម្មជាតិនិងព្រៃឈើក្នុងខេត្តព្រះវិហារនឹងបន្តត្រូវបានថែរក្សាសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងមនុស្សជំនាន់ក្រោយលោកបានអះអាងថាការអភិរក្សធនធានធម្មជាតិនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេប៉ុន្តែជាកិច្ចការដែលត្រូវដើរទន្ទឹមគ្នាដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងការរក្សាបាននូវធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការបញ្ជាក់លម្អិតជាសាធារណៈអំពីមូលហេតុនៃការនិរាករអនុក្រឹត្យនេះនៅឡើយទេគណៈសហគមន៍មូលដ្ឋានអង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធកំពុងរងចាំការបកស្រាយបន្ថែមពីរាជរដ្ឋាភិបាលនិងក្រសួងបរិស្ថានអំពីយន្តការនិងគោលនយោបាយជំនួសដើម្បីធានាថាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលលើតំបន់សហគមន៍នឹងបន្តទទួលបានការការពារនិងការទទួលស្គាល់ស្របតាមច្បាប់ខណៈការគ្រប់គ្រងការអភិរក្សនិងការប្រើប្រាស់ធនធានធម្មជាតិនឹងនៅតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព